ទី2រវាងជប៉ុនជាមួយនឹងចិនអញ្ចឹងទស្សនវិជ្ជានេះដែរគឺជប៉ុនបានតម្លាក់គ្រាប់នៅលើក្រុងសៀងហៃនៅឆ្នាំ1937ដើម្បីត្រួតត្រាទៅលើប្រទេសពីរហ្នឹងដោយសារអាវុធរបស់ជប៉ុនហ្នឹងហើយនឹងយោធារបស់ជប៉ុនហ្នឹងគេហៅថាស្ដេចវិទីគឺបច្ចេកវិទ្យារបស់ពួកជប៉ុនគឺទំនើបណាស់គឺគេយកយន្តហោះទម្លាក់គ្រាប់យកតាំងពីក្រោះទំនើបដើម្បីមកវាយប្រហារមកលើប្រទេសចិនហើយក្រុមបកវត្តរបស់ចិនដោយដឹកនាំដោយលោកមេបញ្ជាការចិនស៊ីគឺបានប្រឆាំងជាមួយនឹងជនជាតិជប៉ុនដោយយកអាគារចាស់ចំនួនជាច្រើនបានដឹកនាំនៅប្រជាជនដែលស្ម័គ្រស្លាប់ជាមួយនឹងទ័ពរបស់ស៊ីហើយដោយការវាយឆ្មក់ពីទ័ពជប៉ុនដោយការវាយប្រហារទៅលើអាគារចំនួន3របស់ជនជាតិចិនហើយសម្រាប់ជនជាតិបរទេសគឺនាំគ្នាភៀសសឹកចេញពីប្រទេសចិនដោយជាជនជាច្រើនរាប់លានរាប់ម៉ឺននាក់ទាំងជនជាតិអឺរ៉ុបដែលមានគ្រួសារនៅក្នុងប្រទេសចិនគឺត្រូវតែនាំគ្នាភៀសសឹកចេញដើម្បីរកកន្លែងសុវត្ថិភាពចំណែកឯក្មេងប្រុសពីរនាក់នេះដែរគឺមួយឈ្មោះថាផូឡូហើយមួយទៀតឈ្មោះថាដនស៊ីដែលគេបាននិយាយជាមួយនឹងគ្នាដើម្បីពិភាក្សាគ្នាដើម្បីរកមធ្យោបាយរត់គេចពីហើយសម្រាប់ជនជាតិជប៉ុនមួយនេះដែរគឺបានទៅជួបជាមួយនឹងលោកជេនលីដើម្បីនិយាយជាមួយដើម្បីគម្រាមកំហែងរកជនបដិវត្តបានរត់អត់ទៅអាគារដ៏ធំហ្នឹងហើយសម្រាប់សង្គ្រាមជប៉ុនគឺបានស្ងប់ស្ងាត់បន្តិចក៏មានការលួចដូរធម្មតាដោយពួកគាត់ហូបអាហារធម្មតាប៉ុន្តែក៏មានការប្រឆាំងបន្តសង្គ្រាមរបស់គឺនៅតែវាលុកដើម្បីស្វែងរកជនបដិវត្តដែលប្រឆាំងចិនហើយមើលទ័ពរបស់គេគឺគេស្វែងរកទ័ពរបស់មេបញ្ជាការចិនស៊ីហ្នឹងតែឥឡូវនេះពួកគេក៏បានដឹងថាក្រុមហ្នឹងគឺបានពួននៅក្នុងអាគារចាស់ជាច្រើនតែនៅទីក្រុងសៀងហៃហើយពួកគេក៏បានចូលទៅវាយប្រហារក្រុមរបស់លោកមេបញ្ជាការចិនស៊ីហើយសម្រាប់ផ្នែកទៀតនៅខាងត្រើយម្ខាងនោះគឺចុះដែលគេលបទៅទ័ពរបស់ជប៉ុនមេបញ្ជាការអចិនស៊ីចម្លែកឯទ័ពរបស់ស៊ីមេកងឈ្មោះតាំងតែគាត់ដឹកនាំកម្លាំងថ្មីដែលបានចូលរួមស្ម័គ្រចិត្តជាមួយនឹងក្រុមបដិវត្តដើម្បីប្រឆាំងជាមួយនឹងជនជាតិជប៉ុនហើយពេលហ្នឹងគឺបានបាញ់សម្លាប់គ្នាជាច្រើនងាប់ជាច្រើនរយនាក់ហើយពួកជនជាតិជប៉ុនវាបានបោះផ្សែងពុលចូលមកក៏មេបញ្ជាការដែលឲ្យក្រុមដែលជាចិនផ្សេងទៀតដើម្បីឲ្យចុះចូលជាមួយនឹងគេដើម្បីឲ្យស្វែងរកនៅក្រុមជប៉ុនហើយអ្នកខ្លះចឹងគឺគាត់ស្ម័គ្រចិត្តចូលណាបងប្អូនគឺស្ម័គ្រចិត្តចូលរួមហើយគេក៏ចាប់បាននៅគ្នារបស់ពួកគេគឺខាងក្រុមបដិវត្តហ្នឹងដើម្បីយកមកព្យួរក៏គម្រាមទៅដល់ក្រុមផ្សេងទៀតហើយក៏ចាប់បានជនដែលក្បត់ក៏យកមកដើម្បីមេកងតែងនេះគឺយកមកដើម្បីបាញ់សម្រាប់ចោលវាយផងអីផងតែពួកគាត់គឺជាជនជាតិចិនតែមួយឯងហើយពួកគាត់ក៏នាំគ្នាបាញ់សម្រាប់ណាឲ្យសម្រាប់ពួកដែលក្បត់ជាតិអញ្ចឹងណាnhưng ប្រទេសណាក៏ដោយឲ្យតែមានសង្គ្រាមគឺដឹងតែមានពួកជនជាតិជប៉ុននេះគឺវាបានឡើងមកដល់ហើយវាផុតពីទឹកមកគឺវាឡើងមកដល់កន្លែងអាគារដែលជនជាតិបដិវត្តនេះគឺប្រឆាំងនៅដោយសារមានពួកលក់ឧត្តមកតេទៅឲ្យជនជាតិជប៉ុនមកពួកវាដឹងទីកន្លែងហើយពួកគេក៏បានប្រយុទ្ធ
គ្នាអស់រយៈពេលយ៉ាងយូរហើយស្លាប់មនុស្សជាច្រើននៅក្នុងអាគារបាក់បែកហ្នឹងហើយបានបាញ់ចុះបាញ់ឡើងកាប់សម្លាប់គ្នានៅក្នុងហ្នឹងយ៉ាងយូរដែរសម្រាប់លោកមេបញ្ជាការចិនស៊ីហើយសម្រាប់អឺរ៉ុបមើលគេមកភ្នាល់សង្គ្រាមនោះវិញគេអបអរសាទរគេទះដៃហងគេមើលផងដោយគិតថាក្រុមបដិវត្តចិនហើយនឹងក្រុមរបស់ជប៉ុនហ្នឹងគឺនឹងឈ្នះទៅលើសង្គ្រាមនេះគឺយកជាការភ្នាល់ណាបងប្អូនហើយសម្រាប់តែងហើយនឹងក្រុមរបស់គេនេះដែរគឺបានពិភាក្សាគ្នាដើម្បីរកវិធីសាស្ត្រដើម្បីកម្ចាត់ជាមួយនឹងទ័ពរបស់ជប៉ុនព្រោះដោយសារទ័ពជប៉ុនហ្នឹងគឺអាវុធរបស់វាទំនើបណាហើយចំណែកនេះគេបាននិយាយជាមួយនឹងចិនស៊ីដោយសារទ័ពរបស់គេសិតតែទ័ពក្មេងៗហើយនឹងជនក្រីក្រអញ្ចឹងគាត់ស្ម័គ្រចិត្តចូលបម្រើកងទ័ពហើយអ្នកស្លាប់ហ្នឹងគឺស្លាប់ច្រើនមែនតើព្រោះដោយសារជប៉ុនវាវាយលុកយន្តហោះផងរក្រោះផងហើយសភាវុធវាគឺសិតតែទំនើបហើយម្នាក់គេគិតនៅក្នុងចិត្តថាពួកយើងនេះប្រហែលជាគេយកមកឲ្យស្លាប់ហើយសម្រាប់ដើរស៊ីនេះគឺភ័យខ្លាចហើយមេបញ្ជាការសាមរ៉ៃរបស់ជប៉ុនហ្នឹងគឺគេបានជីសេះឈរមើលវិនិស្សកម្មនៃការទម្លាក់គ្រាប់បែកទៅលើក្រុមបដិវត្តប៉ុន្តែសំខាន់មួយផ្នែកទៀតនេះសំខាន់ខាងត្រយមកខាងនេះពួកអឺរ៉ុបនេះគឺគេអត់ខ្វល់ទេគេអត់ខ្វល់ថាជនជាតិចិនងាប់រស់យ៉ាងម៉េចគឺគេអត់ខ្វល់ទេគេទៅភ្នាល់គ្នាទៅជាលបែងវិញគេអត់គិតថាគេរត់ទេហើយខាងនោះក៏គេបានឆ្លោះមើលមកខាងនេះគឺឃើញសុខសប្បាយឯធម្មតាអ្នកស្លាប់នៅខាងនោះទៅគេយកខ្លះគេយកមកធ្វើបន់នៅខាងនេះអញ្ចឹងទៅគេធ្វើបន់ធ្វើអីធម្មតាព្រោះអីខាងនេះគេអត់មានខាងជប៉ុនគឺគេអត់មានប៉ះពាល់ទេណាថាត្រយខាងកើតត្រយខាងលិចអញ្ចឹងទៅហើយខាងនោះក៏គេបានមកជួបជាមួយនឹងអ្នកនៅខាងនេះដែរដើម្បីឲ្យជួយប៉ុន្តែអ្នកនៅខាងនេះគឺអត់នេះទេដល់ទៅពេលសង្គ្រាមកាន់តែខ្លាំងមានអារម្មណ៍មួយថាលែងចង់ភ្នាល់ហើយគេនាំគ្នាមើលសង្គ្រាមរវាងក្រុមបដិវត្តហើយនឹងជប៉ុនដែលវាយលុកមកយ៉ាងខ្លាំងហើយគេនាំគ្នាឆ្លោះមើលពួកហៅថាពួកជប៉ុនចូលមកហ្នឹងហើយកន្លែងហ្នឹងដែរគឺជប៉ុនគឺវាយសន្ធប់ខ្លាំងមែនតើហើយចម្លើយលោកមេបញ្ជាការចិនស៊ីនេះគឺគាត់អត់នេះទេគាត់នៅឆ្លោះមើលមុខគាត់ហើយតបសិស្សក្មេងតបក្មេងនេះគឺហូឡាចិនលីហើយសភាវុធរបស់គាត់នេះគឺអត់សូវទំនើបណាបងប្អូនមើលកន្លែងហ្នឹងគឺមើលឲ្យគឺអណោយធម្មតានេះគឺការតស៊ូកុំឲ្យមានអាណានិគមទៅលើប្រទេសផ្សេងហើយអញ្ចឹងមិនថាប្រសិនបើពួកគាត់ខ្សោយទេគឺពួកគាត់នឹងនៅក្រោមអាណានិគមរបស់ជប៉ុនដល់សពថ្ងៃនេះហើយរឿងនេះគឺប្រចាំងមកឲ្យយើងដឹងថាគឺការសម័យដែលជប៉ុនបានធ្វើអាណានិគមទៅលើចិនហើយវាយចង់គ្រប់គ្រងទៅលើចិនប៉ុន្តែដោយសារមានក្រុមបដិវត្តន៍ដែលស្លាប់មើលយើងមើលមនុស្សស្លាប់ជាច្រើននៅក្រុមរបស់គាត់ហើយគឺអត់សូវមានទំនើបទេហើយសំបីតែអាហារហូបចុកវិញក៏មិនគ្រប់គ្រាន់ដែរហើយដល់ពេលអញ្ចឹងមើលបាញ់យកហ៊ានតាអើគឺដឹងតែស្លាប់យកតែម្ដងហើយដល់ពេលអញ្ចឹងទៅគ្នារបស់គាត់នោះក៏បានបំពាក់គ្រាប់បែកស៊ូស្លាប់ហ្នឹងបានសុកចិត្តបំពាក់គ្រាប់បែកទៅបាញ់យ៉ាងណាក៏ដោយក៏សុកចិត្តបំពាក់គ្រាប់បែកលោតចុះទៅក្រោមហើយអ្នកនៅត្រោយខាងកើតនោះឃើញហើយគឺលែងមានអារម្មណ៍ថាភ្នាល់ហើយគឺមានអារម្មណ៍ថាអាណិតចង់ជួយអ្នកខាងកើតវិញខាងជប៉ុនបាញ់សម្លាប់ម្ដងមួយហើយឥឡូវគេចាប់ផ្ដើមដិតមេដៃទៅទៀតហើយដើម្បីលះបង់ជីវិតរបស់ agency នេះគឺរបួសច្រើនមែនតើបងប្អូនរបួសច្រើនមែនតើគេថារបួសផងអត់មានថ្នាំពេទ្យគ្រប់គ្រាន់ផងអាហារចុកអត់គ្រប់គ្រាន់ផងមើលលោក agency មេបញ្ជាការគឺគាត់មានអារម្មណ៍ថាខឹងសម្បាជាខ្លាំងព្រោះដោយសារគាត់អស់សង្ឃឹមហើយថាតបរបស់គាត់នឹងប្រហែលជាអាចបាត់បង់អាយុជីវិតហើយពេលហ្នឹងគឺម្នាក់គឺវែងវាន់នេះជាសង្ស័យថានេះមេកងអតេងបានសង្ស័យថា
ឡាយនេះគឺជាជនជាតិក្បត់អញ្ចឹងណាក៏បានយកកំភ្លើងមកភ្ជង់គម្រាមឡាញដោយគម្រាមសម្រាប់អញ្ចឹងទៅតែឡាញក៏បានយំមកវអញ្ចឹងទៅថាគាត់មិន Gen Z នេះជាខ្លាំងហើយគាត់ក៏បានអង្គុយពិភាក្សាលេងជាមួយនឹងកូនចៅរបស់គាត់អញ្ចឹងទៅដោយពិភាក្សាជាមួយគ្នាដោយមិនគិតថានឹងមានជីវិតរស់រានមានជីវិតត្រឡប់ទៅជួបជុំគ្រួសារហើយជប៉ុនក៏បាននាំគ្នាវាយលុកម្ដងទៀតដោយគេពួកអ្នកទាំងអស់គ្នាហ្នឹងគឺមានអារម្មណ៍ថាភ័យខ្លាចខ្លាំងមែនទែនណាព្រោះសង្គ្រាមយើងដឹងហើយបងប្អូនដឹងហើយគឺការពារ24ម៉ោងលើ24ម៉ោងនេះពួកគាត់មិនហ៊ានបាយទឹកមិនហ៊ានអីទាំងអស់មិនហ៊ានដើរចេញទេហើយឥឡូវតបរបស់ពួកគេកំពុងតែត្រៀមប្រយុទ្ធម្ដងទៀតដើម្បីរំដោះខ្លួនចេញពីអាណានិគមរបស់ជប៉ុនអញ្ចឹងមានវិជាការអាចិនស៊ីក៏បានប្រជុំជាមួយនឹងពលហ៊ានរបស់គាត់កងពលរបស់គាត់តែគាត់បានមើលទៅឃើញអ្នកខ្លះអញ្ចឹងទៅរបួសធ្ងន់ហើយគាត់ក៏បានសួរថាអ្នកដែលចង់ប្រយុទ្ធប្រឆាំងជាមួយជប៉ុនគឺអាចនៅបានអ្នកមិនចង់បូជាសម្រាប់អាយុជីវិតគឺរត់ហើយម្នាក់នោះគឺបានរត់បាត់ហើយឡាយបានរត់បាត់ឥឡូវពួកខាងទាហានអឺរ៉ុបខាងនេះគេក៏បាននាំគ្នាមើលម្ដងទៀតនៃសង្គ្រាមហើយគេក៏នាំគ្នាបាញ់កំភ្លើងឡើងលើហើយសម្រាប់គេអ្នកមានទាំងអស់នេះគឺនាំគ្នានៅឈរមើលសង្គ្រាមឲ្យកើតឡើងហើយសម្រាប់មេបញ្ជាការជិនស៊ីគឺនាំគ្នាត្រៀមឲ្យបាញ់គ្នាជាមួយនឹងយន្តហោះជប៉ុនបានមកដល់ទៀតហើយបានទម្លាក់គ្រាប់ហើយក៏នាំគ្នាបាញ់ប៉ុន្តែដំណាក់កាលណាក៏ដោយគេចង់ឲ្យលើកទង់ជ័យប្រទេសគេឡើងដែរហើយគេជប៉ុនបានមកទម្លាក់គ្រាប់ទៀតហើយសម្រាប់អឺរ៉ុបនេះគឺនាំគ្នាស្រែកពេលហ្នឹងមិនមែននាំគ្នាស្រែកហូណាបងប្អូនស្រែកជេរបណ្ដាសារទៅដល់ជប៉ុនវិញហើយពេលហ្នឹងគេមានអារម្មណ៍ថាអាណិតទៅលើក្រុមបដិវត្តខ្លាំងមែនតើហើយនេះយន្តហោះរបស់ជប៉ុនទៅបែបយ៉ាងណាក៏ដោយក៏គេមិនឲ្យដួលទង់ជ័យរបស់គេដែរពួកគេនាំគ្នាលើកទង់ជ័យឡើងដោយបូជានៅជីវិតហើយស្លាប់ជាច្រើនមែនតើពួករេសាយវាបាញ់សិតតែយន្តហោះហើយសិតតែយន្តហោះហើយសិតតែទំនើបទៀតនេះគឺជាយន្តហោះជប៉ុនកាលឆ្នាំ1937សង្គ្រាមលោកទី2ហើយតែងគេស្រែកហូខ្លាំងមែនតើពួករេសាយដោយសារយន្តហោះនោះវាហោះចេញទៅវិញអញ្ចឹងណាហើយសម្រាប់ហ៊ូឡូនេះគឺគេពិបាកចិត្តណាហើយពេលហ្នឹងដែរគឺគេចេះតែសម័យឃើញទស្សនភាពពីមុនមកការក្រុមរបស់គេនៅលេងហ៊ីលេងអីចឹងទៅហើយឥឡូវនេះយើងមកមើលគាត់វិញគាត់នៅតែសម័យថាផែនទីប្រទេសរបស់គាត់ហ្នឹងគឺអាចនឹងបានដូចដើមវិញចឹងណាហើយនៅមើលលខោនរបៀបជីសេះជាអីធម្មតាតែលោកមេបញ្ជាការចិនស៊ីនេះគឺគាត់បាននិយាយលើកទឹកចិត្តដល់ក្រុមរបស់គាត់ថាពួកយើងនឹងតស៊ូរហូតទៅដល់ស្លាប់ហើយបងប្អូនមើលទៅគឺសន្តិកម្មនេះគឺខ្លាំងមែនតើរឿងសង្គ្រាមមួយគឺតម្លាក់អើយខ្ទេចអស់គ្មានសល់មានអីទេនេះគឺសេះហើយពេលហ្នឹងសហភាពអឺរ៉ុបពួកប្រទេសអង់គ្លេសប្រទេសអីក៏នាំគ្នាចាប់ផ្ដើមអាណិតនៅក្រុមបដិវត្តដែលប្រឆាំងជាមួយនឹងជនជាតិជប៉ុនហើយនេះមានវិជាការសាមរ័យរបស់ជប៉ុននេះគឺនៅតែបន្តវាយលុកទៅលើក្រុមបដិវត្តរបស់ជនជាតិចិនដោយគេមិនសុខចិត្តចោះញោមណាឥឡូវនេះគេក៏នាំគ្នាមកនិយាយវិភាសាគ្នាដើម្បីរកដំណោះស្រាយដើម្បីបញ្ចប់សង្គ្រាមឬក៏យ៉ាងណាក៏យើងមិនទាន់ដឹងដែរឥឡូវយើងតាមដានបន្តទៀតទៅហើយជាមួយនឹងមេបញ្ជាការចិនស៊ីសាមរ៉ៃគឺគេបាននិយាយគ្នាដោយពិភាក្សាការទូតប៉ុន្តែសម្រាប់ក្រុមរបស់តែងនេះគឺគេបានបដិញ្ញាចិត្តហើយថាគេគ្មានជីវិតអាចរស់ត្រឡប់ទៅជួបជុំគ្រួសារវិញបានទេព្រោះសង្គ្រាមមិនទាន់ចប់
ចឹងសន្និចកម្មយើងឲ្យឃើញថាសន្និកម្មនេះគឺមិនថាឡើយតែប្រទេសយើងឬក៏ប្រទេសគេទេតែកើតសង្គ្រាមហើយគឺមានតែពាក្យថាការលះបង់ជីវិតដើម្បីការពារមាតុភូមិជាតិសាសនារបស់យើងទេហើយសម្រាប់ពួកក្រុមគេនេះគឺមួយទឹកជុំគ្នាឯធម្មតាយ៉ាងទៅហ៊ានហើយខាងមេជាការ agency នេះក៏បានគេពិបាកចិត្តពិបាកអីដែរព្រោះដោយសារខាងជប៉ុនគឺមានសុភាវុធទំនើបគេក៏បានមកសុំឲ្យនៅខាងនេះជួយដែរលោកឌូដើម្បីឲ្យជួយជាសុភាវុធនិងស្បៀងមកដល់ក្រុមរបស់ពួកគេហើយលោកមេបញ្ជាការ Gen Z ក៏បាននិយាយជាមួយនឹងលោកឌូនឹងច្រើនព្រោះលោកឌូនឹងចង់ថាឲ្យចោះចាញ់សង្គ្រាមហ្នឹងទៅព្រោះមិនអាចយកឈ្នះជប៉ុនបានទេប៉ុន្តែគាត់នៅតែបដិញ្ញាដើម្បីការពារអញ្ចឹងគ្នារបស់គាត់គឺនាំគ្នាចេញពេលហ្នឹងនាំគ្នាចេញពីផ្ទះបាក់បែកហ្នឹងហើយដើម្បីចេញទៅប្រយុទ្ធប្រឆាំងជាមួយនឹងកងទ័ពរបស់ជប៉ុនដោយបដិញ្ញាទាំងអស់គ្នាថានឹងលះបង់ជីវិតនៅលើទឹកដីចិននេះនៅទីក្រុងសៀងហៃដែរជប៉ុនបានចូលទៅវាយក្រុមបដិវត្តរបស់ដឹកនាំដោយលោក Gen Z ហើយគេនាំគ្នាពិភាក្សាគ្នាដើម្បីជាលើកចុងក្រោយអញ្ចឹងណាហើយអ្នកបាក់ដៃបាក់ជើងអញ្ចឹងទៅក៏គេមិនចង់ឲ្យទៅដែរហើយលោក Gen Z នេះក៏បាននិយាយជាមួយនឹងគ្នារបស់គាត់មួយទៀតដែលឈ្មោះថា C ហើយគាត់ក៏មានអារម្មណ៍ថាប្រហែលជាមិនអាចរស់ទេឥឡូវក្រុមរបស់ពួកគាត់គឺចេញមកហើយក្មេងសង្គ្រាមខ្ញុំថាមានសង្គ្រាមគេមិនគិតចាស់ក្មេងឲ្យតែអាចកាន់កាភ្លើងបានគឺគេឲ្យចូលសមរភូមិហើយគូឡូក្មេងមែនតើឥឡូវគេចាប់ផ្ដើមហើយគេមានពួកខាងជប៉ុនមានកាភ្លើងយន្តកាភ្លើងអីទំនើបហើយមកខាងទៀតនោះគឺខាងសាច់ញាតិរបស់ជនបដិវត្តហើយមានអីទេណាបងប្អូនហើយមើលទៅយើងថាកើតសង្គ្រាមគឺវាពិបាកណាស់ហើយក៏សុំបងប្អូនដែលបានទស្សនានៅ channel របស់ admin Money ក៏សូមជួយគាំទ្រ channel admin Money មួយម្នាក់ផងជួយចុចsubscribe ផងហើយបើសិនបើ admin Money អត្ថប្រយោជន៍ទៅមានការខ្វះខាតឬក៏លុះលួសនៅត្រង់ចំណុចណាមួយក៏សូមអធិស្ឋានណាបងប្អូនសូមអធិស្ឋានផងព្រោះដោយសារខ្ញុំបាទមិនសូវពូកែថាបាយរឿងដែរអញ្ចឹងណាហើយរឿងនេះគឺមើលទៅគឺបងប្អូនដឹងហើយថារឿងនេះគឺនិយាយអំពីសង្គ្រាមរវាងជប៉ុនហើយនឹងចិនហើយនេះគេនាំគ្នាបាញ់គ្នានេះបាញ់គ្នាដើម្បីចេញអំពីកន្លែងផ្ទះបាក់បែកហ្នឹងក៏ប៉ុន្តែជប៉ុនវា snap ចាំឯហ្នឹងចេញមួយបាញ់មួយចេញពីរបាញ់ពីរអានេះគេនាំគ្នារត់ដើម្បីមកខាងត្រយមកខាងហើយខាងអឺរ៉ុបខាងផ្នែកមកខាងទៀតនេះខាងកើតនេះគេក៏នាំគ្នាលូកដៃជួយក្រុមបដិវត្តរបស់ចិនដែរពេលហ្នឹងគេនាំគ្នាជួយហើយថាគេអាណិតណាដំបងគេភ្នាល់ហើយគេនាំគ្នាជួយបាញ់បោះដើម្បីជួយខាងក្រុមបដិវត្តបាញ់ទៅលើជប៉ុនអ្នកខ្លះបាញ់គ្នាស្លាប់មនុស្សជាច្រើនមិនមែនតិចទេណាបងប្អូននាំតែលះបង់បាននេះនាំគ្នារត់ចេញពីអាគារនឹងមកទាំងអស់គ្នាហើយដើម្បីប្រឆាំងជាមួយនឹងជនជាតិជប៉ុនហើយនេះក៏ជាសាច់ញាតិបងប្អូនគេនៅត្រោយម្ខាងទៀតហើយខ្លះរត់មកទៅក៏រស់ខ្លះរត់មកក៏ស្លាប់ទៅបងប្អូនគេលែងខ្វល់ហើយពេលហ្នឹងលែងខ្វល់ងាប់លែងខ្វល់រស់ហើយនាំគ្នាលើកបលាលួសរត់មករក្រុមសាច់ញាតិរបស់ពួកគេរឿងនេះគឺក៏បានបញ្ចប់នៅប៉ុណ្្នេះដែរក៏សូមអរគុណបងប្អូនដែលចូលចិត្តតាមដាន channel របស់ admin Money ទាំងអស់គ្នាក៏សូមជូនពរឲ្យបងប្អូនមានសុខភាពល្អហើយក៏សូមជូនពរឲ្យប្រទេសយើងមានសុខសន្តិភាព